The Voice Kids Cambodia where the blind audition បេក្ខជនជាបន្តនេះជាក្មេងប្រុសអាយុ13ឆ្នាំឪពុកម្ដាយរបស់គាត់ជាពលករចំណាក់ស្រុកគាត់មកទីនេះជាមួយបងប្រុសរបស់គាត់ជំរាបសួរខ្ញុំឈ្មោះខឿនខេម៉ាមកពីខេត្តព្រៃវែងអបអរសាទរខេម៉ាអារម្មណ៍មិនដែរពេលនេះអារម្មណ៍សប្បាយចិត្តរីករាយអរផងភ័យផងអញ្ចឹងហើយចុះអ្នកជាប់នេះមិនដែរសប្បាយចិត្តអត់សប្បាយចិត្តហើយចុះប៉ាម៉ាក់អត់មកអត់មកផងពុកម្ដាយខ្ញុំទៅនៅស្រុកគេនៅស្រុកថៃខ្ញុំមកតាជាមួយបងមកអូគាត់ទៅធ្វើការនៅថៃហើយនឹកគាត់អីពេលគាត់ទៅដំបងមានអារម្មណ៍ថានឹកគាត់ដល់ពេលយូរទៅលែងនឹកប៉ាម៉ាក់មានដឹងថាខែម៉ាមកប្រឡងអត់ទេដឹងពេលខ្ញុំមុនដាក់ពាក្យប្រឡងខ្ញុំទៅសួរយោបល់គាត់មុនគេអូអញ្ចឹងហើយគាត់ថាម៉េចទៅគាត់ថាអីទេបើខ្លួនឯងចង់ទៅប្រឡងទៅម៉ាក់គ្រប់គ្រងអូហើយដាក់ពាក្យនៅណាខែម៉ាកាលហ្នឹងនៅភ្នំពេញហើយឃើញមិនដែរទស្សនវិជ្ជាថ្ងៃគេដាក់ពាក្យប្រឡងហ្នឹងឃើញមិនឃើញអីខ្លះឃើញបេក្ខជនច្រើនម៉ៅគេមកដែរអញ្ចឹងណាឃើញគេមានពុកម៉ែបងប្អូនជូនមកអញ្ចឹងខ្ញុំមានអារម្មណ៍តូចចិត្តបន្តិចបន្តួចដែរព្រោះអីអត់មានពុកម៉ែជូនមកដូចគេអញ្ចឹងតែខ្ញុំក៏មានអារម្មណ៍ថាកក់ក្ដៅមួយយ៉ាងដល់ពេលមានបងជូនមកអញ្ចឹងសម្រាប់ខេម៉ាខំមកបាទសម្រាប់ខ្ញុំសង្ឃឹម 70% ដែរតាបាទអញ្ចឹងហើយខេម៉ាពេលតនេចូលចិត្តធ្វើអីពេលចំណេះខ្ញុំចូលចិត្តហាត់ចម្រៀងច្រៀងលេងពេលទៅរៀនជិះកង់ទៅច្រៀងលេងទៅតាមហ្នឹងទៅមើលគោដឹកគោបដៅច្រៀងលេងបដៅបើសិនជាបានពានរង្វាន់បានលុយច្រើនអញ្ចឹងយកធ្វើអីគេមុនគេបងខ្ញុំយកទិញប្រដាប់ប្រដាសិក្សាខ្ញុំឲ្យគ្រប់គ្រាន់តែអស់បន្ទាប់មកយកឲ្យពុកម៉ែអញ្ចឹងជុំឲ្យគាត់ទៅធ្វើការនៅថៃឲ្យមកនៅជាមួយគ្នាអូខេខំប្រឹងតស៊ូយកជ័យជំនះបានបាយបន្តិចទៀតនេះខ្ញុំនឹងឡើងទៅបញ្ចេញសមត្ថភាពនៅលើឆាកអុកចាដើម្បីឲ្យខូចទាំង3រូបគូសប៊ូតុងយកខ្ញុំធ្វើជាកូនក្រុមរបស់គាត់ហើយខ្ញុំនឹងបដិញ្ញាចិត្តថានឹងធ្វើឲ្យបានសម្រេចនៅក្នុងវគ្គនេះអូខេកំភៃណាកំភៃមកអារម្មណ៍ពុកម៉ែដាំទៀនមិនអាចភ្លេចបានឈឺចាប់ក្រំគ្រៀនសូនីរទេសប្រានផ្សងព្រេងតែឯងឯកាតែបងក៏ឈៀងទៀមទាសំណងស្នេហ៍អូននៅបងជាភ្លេងហូរហើយនេះមុលយើងត្រូវបែកគ្នាឈាមលាក់ប្រដាល់សូមាននិមលសង្កេតយូរថ្លាថ្លៃស្អីវៀនស្នេហ៍ស្អីវៀនប្រដាល់ឆ្លើយពីគ្នាត្រូវរូបគ្រោមគ្នាចិត្តនឹងសួស្ដីអូនឈ្មោះអីខេម៉ាអាយុប្រហែលទេអូន13ឆ្នាំរាល់ថ្ងៃនៅជាមួយពីណាគេនៅជាមួយប៉ាឬក៏ម៉ាក់ឬក៏នៅជាមួយតាយាយ
ហើយចុះប៉ាម៉ាក់ទៅណា គាត់ទៅធ្វើការនៅប្រទេសថៃ អញ្ចឹងពេលដែលយើងនៅម្នាក់ឯងគឺយើងមានអារម្មណ៍មួយថាយើងពិបាកចិត្តឬក៏អីអត់ អត់ពិបាកផង មិនបានអញ្ចឹង ព្រោះអីគាត់តែមកលេងរាល់ថ្ងៃចឹងអត់ពិបាកចិត្តផង អរគុណណាស់ពូខំមកជួយពិបាកមិញអត់អីទេអញ្ចឹងអរគុណច្រើនសំឡេងមិញគឺដកចិត្តអារម្មណ៍ហ្មងដកអារម្មណ៍ហ្មងមិញគាត់ទៅស្រែកខ្វោកមកគឺមានអារម្មណ៍ថាមានអារម្មណ៍ថាពូពេញចិត្តអូហើយផ្នែកកើតអីគេពូសុំទោសពូសួរដូចសនេះដូចមានសនេះ ស្នាមនៅចឹង ស្នាមវាអញ្ចឹងតែមានសួរពេទ្យណាថាអត់មានប៉ះពីអី សួរគេថាពេទ្យនឹងភ្នែកនឹងមើលអត់កើតហើយនៅតែប៉ុណ្ណឹង ប៉ុន្តែយើងមើលឃើញអត់ មើលឃើញ ច្បាស់អត់ច្រឡេ ច្បាស់បាទ អូខេពូបារម្ភ ខេម៉ាចា គាត់ទៅប្រាប់ថាពូបារម្ភ ខ្ញុំជិះដាក់ដៃទៅមកនិយាយអស់ហើយអញញ៉ានិយាយដង គាត់តែចង់បញ្ជាក់ថាអញ្ចេះបងសរសើរខេម៉ាច្រៀងចាចម្រៀងមួយបទហ្នឹងណាការប្រើប្រាស់សំឡេង ឡើងមក បាទ មកមានតែ2នាក់មក បងមានបានគិតទុកថានៅពេលដែលមកប្រកួតអញ្ចឹងតែអាចទទួលបាននៅការគូសប៊ូតុងពីខូចអត់ គិតហើយបង គិតដែរគិតថាបានប៉ុន្មានកៅអី ថាមួយក៏ពីរ ញ៉ូចុះលើបំណងមកថាបានសម្រាប់ហើយសប្បាយចិត្តអត់ សប្បាយចិត្ត អញ្ចឹងក៏ធ្លាប់គិតទុកដែរ បាទ ចាធ្លាប់គិតទុកថាមើលឥឡូវក្នុងចិត្តនឹងមានខូចណាដែលរំពឹងទុកថានឹងអាចបន្តទៅជាមួយគ្នាបាន សំឡេងខ្លាំងល្អណាសំឡេង គិតទុក គាត់ពូស្ដាប់ទៅគឺសំឡេងខ្លាំងល្អមានតិចនិចគឺល្អណាស់ពូបង្ហាត់បន្តិចបន្ថែមទៀតទៅហ្មងល្អមែនតើ អូខេតែឥឡូវទុកឲ្យបងនិយាយអញ្ចឹងបើអញ្ចឹងហីហាបង មែន អញ្ចឹង ទេកុំអាលទៅណាឥឡូវមាន2នាក់មួយណាដែលបងអូនគិតថាចូលរួមក្រុមឧទាហរណ៍ថាចូលធីមព្រៀបស្វាតឧទាហរណ៍អូយគាត់អូយសប្បាយចិត្តមែនតើបើសិនទេណាបើសិនទេពូបើសិនទេ ចាគ្នាគិតហើយថាបើសិនជាកៅអីមួយវល់អត់សូវពិបាកគិតទេស្រាប់តែពេលកៅអីពីរវល់ពិបាកហ្មងព្រោះត្រូវមានម្នាក់ចោលម្នាក់អត់បានអញ្ចឹងគ្នាពិបាកតែកម្មវិធីត្រូវតែមើលឲ្យគ្នារើតែម្នាក់ណារើតែម្នាក់ឯងអូនអាចរើម្នាក់បានប៉ុន្តែបើសិនជាពូបង្ហាត់បង្រៀនវិញគឺឆាប់លឿនដោយសារឲ្យយើងប្រុសដូចគ្នាមែនអត់អូនឹងនិយាយត្រូវគ្នារឿងហ្នឹងរឿងត្រូវគ្នាចាប់ដើមត្រូវគ្នាហើយ អូខេអញ្ចឹងឥឡូវខេម៉ាធ្វើការសម្រេចចិត្តហើយជ្រើសរើសយកខូចមួយរូបណា អូខេអូខេ យកបងព្រាបសវត្ត Yes អូយ Yes baby ពូមានរង្វាន់ឲ្យជិះចូលធីមមកពូមានរង្វាន់តែណែ Yes ធីមព្រៀបសវត្ត Yes ចូលពាក់សិនពាក់ប្រឆិតនេះមិនស្អាតអូខេលុយមែនតើមើលសំធីម ចូលរួមអបអរសាទរបង Sorry honey It's okay Yeah នឹងទទួលបានជោគជ័យយើងបាក់គុំមកគេ អូ ឲ្យស្វាគមន៍គេ អូយតែមកឡើយមើលទៀតអូយចាចូលរួមអបអរសាទរអូន Yes very good Thank you bye bye យើងជួបគ្នាទៀតណាអូខេ Sorry honey ចូលរួមអបអរសាទរបង អរគុណ
ខ្ញុំឈឺតិចតួចក៏អត់អីដែរអាចទ្រាំបាន អញ្ចឹងអត់អីហ៎ តែផ្ទះវិញយប់ có sắp thôi ok bà cái mình tên ok mày đá lại đi đó mày đá សប្បាយ បាយហ្មងណាអូខេហើយមើលមានអីឥឡូវចេះដោយសារប៉ាម៉ាក់គាត់នៅស្រុកក្រៅទៅធ្វើការនៅស្រុកថៃវិញហ្នឹងមើលមានអីផ្ដាំថានិយាយទៅប្រាប់គាត់តិចបាទនិយាយតិចមើល ខ្ញុំសូមផ្ដាំពុកម៉ែខ្ញុំថាខ្ញុំនឹងប្រឹងថែមតទៅទៀត អូខេហើយចាំបងខាងបងវិញមិនដែរអូន សូមជូនពរឲ្យបងទទួលបានជោគជ័យតទៅទៀត អូខេប្រឹងប្រែងណាណាអូខេតោះអូខេអញ្ចឹងជូនពរបាយតោះ The Voice Kids Cambodia where the blind audition